អ្នកនេះបានសម្រាប់កូនរបស់ខ្លួនឯងរហូតដល់តែ3នាក់នៅចំពោះមុខប្រពន្ធរបស់ខ្លួនគាត់មិនមែនជាប្តីល្អឬឪពុកល្អនោះទេប៉ុន្តែគ្មាននរណាម្នាក់នឹកស្មានដល់ថាគាត់ហ៊ានប្រព្រឹត្តរឿងដែលខុសខើបែបនេះនោះទេដែលសម្រាប់កូនខ្លួននិងបាញ់ប្រពន្ធខ្លួនឯងទៀតផងហើយរឿងមួយនេះព្រះរាជអាជ្ញានៅក្នុងតុលាការបានសម្រេចថាវាជារឿងក្តីឃាតកម្មយ៉ាងប្រៃផ្សៃដែលគាត់មិនធ្លាប់ជួបពីមុនមកហើយឃាតករមួយនេះមិនអាចរួចខ្លួនពីគុកបានដូចគ្នាលីបានរកឃើញសាកសពកូនរបស់គាត់ទាំង3នៅឯមុខផ្ទះដែលមានស្នាមរបួសដោយសារគ្រាប់កាំភ្លើងជាច្រើនកន្លែងហើយក៏ប្រទះឃើញបរិសុទ្ធដែលជាឪពុកអង្គុយនៅមុខផ្ទះដោយអារម្មណ៍ស្ងប់ស្ងាត់និងគ្មានស្រក់ទឹកភ្នែកអីមួយដំណក់ឡើយមនុស្សគ្រប់គ្នាពិតជាមានអារម្មណ៍រន្ធត់បន្ទាប់ពីបានឃើញព័ត៌មានមួយនេះអត់ទាន់និយាយអស់ណានៅមានវគ្គរន្ធត់និងតក់ស្លុតជាងនឹងទៅទៀតនៅពេលដែលយើងដឹងពីសកម្មភាពដែលគាត់សម្លាប់កូនរបស់គាត់ឥឡូវយើងមកស្ដាប់ទាំងអស់គ្នាបរិសុទ្ធខាងលើនេះមានឈ្មោះថា Chadman មានអាយុ32ឆ្នាំហើយក៏ត្រូវបានគេដឹងដែរថាគាត់គឺជាប្តីម្នាក់ដែលស្រឡាញ់ប្រពន្ធរបស់ខ្លួនហើយក៏ជាឪពុកនៃក្មេង4នាក់ដូចគ្នាបើបងប្អូនមើលរូបថតមួយសន្លឹកខាងលើនេះមើលទៅគ្រួសាររបស់គាត់ពិតជាមានសុភមង្គលមានក្តីសុខហើយមើលទៅដូចជាគាត់សប្បាយចិត្តនិងស្រឡាញ់កូនខ្លាំងណាស់ត្រូវអត់ហើយកូនរបស់គាត់ម្នាក់ពិតជាស្អាតនិងគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយកូនរបស់គាត់បានសម្លឹងមើលមុខគាត់ហើយនិយាយប្រាប់គាត់ថាប៉ាគឺជាមនុស្សម្នាក់ដែលការពារនិងផ្ដល់សុវត្ថិភាពឲ្យកូនតែផ្ទុយទៅវិញមនុស្សម្នាក់ដែលក្មេងៗគិតថាអាចការពារគាត់បានបែរខ្លាយទៅជាមនុស្សម្នាក់ដែលបង្កើតគ្រោះថ្នាក់ឲ្យពួកគាត់ទៅវិញហើយរឿងមួយនេះអ្នកជិតខាងបានឮសំឡេងគ្រាប់កំភ្លើងជាច្រើនគ្រាប់នៅខាងក្រៅផ្ទះហើយអ្នកជិតខាងរបស់គាត់មានភាពភ័យខ្លាចជាខ្លាំងក៏បានខលទៅលេខ911ដើម្បីប្តឹងប៉ូលីសពេលដែលប៉ូលីសមកដល់ប៉ូលីសពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់បានឃើញក្មេងៗ3នាក់ដេកនៅលើដីនិងនារីម្នាក់ដែលមានរបួសធ្ងន់ហើយគាត់ងាកមកគាត់ក៏បានឃើញបរិសម្នាក់អង្គុយយ៉ាងស្ងប់ស្ងាត់នោះគឺជា Chadman ពេលនោះប៉ូលីសក៏បានចាប់ឆាតហើយចាប់ផ្ដើមស៊ើបអង្កេតពីរឿងមួយនេះទាំងស្រុងតែម្ដងក្រោយមកសារព័ត៌មានក៏ចាប់ផ្ដើមចេញផ្សាយថា Chadman បានជាប់ចោទពីបទបាញ់សម្លាប់ក្មេងៗចំនួន3នាក់ក្មេងទី1មានឈ្មោះថា Hunter មានអាយុ4ឆ្នាំក្មេងទី2ឈ្មោះ Clayton មានអាយុ7ឆ្នាំនិងក្មេងទី3មានឈ្មោះ Chase អាយុ3ឆ្នាំបន្ទាប់ពីការស៊ើបអង្កេតរយៈពេលយូរទីបំផុតប៉ូលីសក៏បានរកឃើញពីសកម្មភាពដែលឆាតសម្លាប់ក្មេងៗទាំងនោះគាត់បានសម្លាប់កូនរបស់ខ្លួនដែលមានអាយុ4ឆ្នាំដោយការបាញ់ពីគ្រាប់ចំកណ្ដាលក្បាលតបមក Clayton ដែលមានអាយុ7ឆ្នាំគ្នាបានឃើញឪពុកខ្លួនបាញ់សម្លាប់ប្អូនគ្នាព្យាយាមរត់គេចទៅហើយតែចង្រៃអីអាឪឈួតហ្នឹងបាញ់គ្នាពីក្រោយទៀតគ្នាដួលទឹងទៅភ្លាមតែម្ដងចុងក្រោយកូនអាយុ3ឆ្នាំកំពុងតែអោបម្ដាយជាប់វាបានចាប់បំបែកកូនចេញពីម្ដាយហើយបាញ់គ្នាចំកណ្ដាលក្បាលស្លាប់ភ្លាមទាំង3នាក់ហ្នឹងហ្មងអូយអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំសម្រាប់រឿងមួយនេះហើយខ្ញុំមានអារម្មណ៍ថាអូយខ្ញុំតក់ស្លុតខ្លាំងមែនតើហ្មងអត់ដែលមានឪណាហ៊ានសម្លាប់កូនជាមួយនឹងប្រពន្ធខ្លួនឯងអញ្ចឹងកំឡុងពេលហ្នឹងមិនប្រពន្ធអត់ជួយទេម្ដាយហ្នឹងមិនអត់ជួយទេម្ដាយបានចាប់ដើមបតែបន្ទាប់តដើមកំភ្លើងចេញពីអាឪនឹងដែរប៉ុន្តែតដើមអត់ឈ្នះឪនឹងទេឪនឹងក៏បាញ់ទាញកំភ្លើងមកបាញ់គាត់ត្រូវរបួសធ្ងន់ដួលនៅលើដីហ្នឹងហ្មងហើយប៉ូលីសក៏បានបន្តទៀតដែរថាតាមពិតទៅឆាតគាត់មានគម្រោងចង់សម្លាប់កូនរបស់គាត់តាំងពីប្រហែលខែមុនមកម្លេះតែគាត់ថាយើងអត់ដឹងថាហេតុផលមកពីអីច្បាស់លាស់នោះទេទី1គេអាចសង្ស័យថាមកពីហិរញ្ញវត្ថុទី2អាចមកពីបញ្ហាផ្លូវចិត្តអញ្ចឹងហើយគេអត់ច្បាស់ថាមកពីបញ្ហាអីគេទេប៉ុន្តែគេទទួលបានដំណឹងថាឆាតមានគេផ្ដល់លុយឲ្យចំនួន$20 លានមកធ្វើរឿងមួយហ្នឹងតែអ្វីដែលកាន់តែសំណាងជាងនេះទៅទៀតណាកូនស្រីរបស់គាត់ដែលហត់ចូលទៅក្នុងផ្ទះហ្នឹងណានៅរស់ហើយជាមួយនឹងប្រពន្ធរបស់គាត់គ្រាន់តែត្រូវរបួសធ្ងន់ទេប៉ុន្តែគាត់ទាំងពីរនៅរស់បាន2នាក់ដែរតែកូន3នាក់ប្រុសៗហ្នឹងបានស្លាប់អស់ហើយតែយ៉ាងណាក៏ដោយអបិឆាតរមែនហ្នឹងគឺត្រូវបានជាប់ទោសនៅក្នុងគុកអស់មួយជីវិតពីបទសម្លាប់កូនរបស់ខ្លួនមិនថាអ្នកទាំងអស់គ្នាមនុស្សពិតជាសាហាវអត់មានអីសាហាវជាងមនុស្សទេដូចព័ត៌មានមិនសមអញ្ចឹងបានឃើញជនជាតិចិនហ្នឹងសម្លាប់បងដែលគាត់មានខ្ញុំអត់ចង់និយាយទេគាត់ដឹងថាមនុស្សគឺពិតជាសាហាវខ្លាំងហ្មងនេះឪពុកហ៊ានលើកដៃបាញ់សម្លាប់កូនរបស់ខ្លួនទាំងដែលកូនខ្លួនអត់ទាន់ធំដឹងក្តីណាអញ្ចឹងអើយអត់មានអីសាហាវជាងចិត្តមនុស្សឯអ្នកទាំងអស់គ្នានៅយើងគិតថាអត់មានខ្លាណាមកស៊ីកូនឯងទេប៉ុន្តែនៅពេលដែលវាមានបញ្ហាមួយវាតัวច្រកឬក៏វាមានបញ្ហាផ្លូវចិត្តណាវាអត់ខ្វល់ទេវាទៅហើយដោយរឿងនេះអញ្ចឹងនេះគឺជារឿងប៉ិតណាអ្នកគ្នានៅស្រុកគេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាស្ដាប់រឿងមួយនេះហើយមានចំណាប់អារម្មណ៍បែបណាដែរចូលទៅ comment ខាងក្រោមទាំងអស់គ្នា